អ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់របស់មន្ត្រីជាន់ខ្ពស់រួមទាំងមេទ័ពនិងប្រធានកងឆ្មាំបដិវត្តន៍រួមជាមួយនឹងអិសរាជជនសំខាន់ដែលពាក់ព័ន្ធនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយក្រុងតេហ៍រ៉ង់បានបញ្ជាក់កាលពីថ្ងៃសុក្រពីការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅនៅទូទាំងប្រទេសអ៊ីរ៉ង់បាទទី1គឺឧត្តមសេនីយ៍ហ៊ូសេនសាឡាមីបាទហ៊ូសេនសាឡាមីហ្នឹងតើមុខគាត់យ៉ាងម៉េចខ្ញុំសូមបង្ហាញមុខគាត់បន្តិចក្នុងរូបគឺនេះគឺជាលោកហ៊ូសេនសាឡាមីប្រិមិត្តប្រហែលជាមើលឃើញឬយ៉ាងម៉េចណាបាទនេះគឺលោកហ៊ូសេនសាឡាមីនៅជាឃើញមិនឃើញបាទនេះខ្ញុំដកពីខាង BBC មកហ៊ូសេនសាឡាមីនេះគឺជាលោកហ៊ូសេនសាឡាមីតែឃើញបាទលោកហ៊ូសេនសាឡាមីគឺមុខអញ្ចឹងបាទឥឡូវនេះខ្ញុំមិនអាចបង្ហាញរូបបានទាំងអស់ដាក់កាមេរ៉ាចុះឡើងអញ្ចឹងគឺខ្ញុំអានប្រវត្តិតែម្ដងតើមេតបទាំង4នាក់ហ្នឹងហើយអ្នកណាចង់ដឹងបន្ថែមទៀតចាំមើលរូបភាពតាមក្រោយអញ្ចឹងណាបាទគឺលោកហ៊ូសេនសាឡាមីក្នុងនាមជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឧត្តមសេនីយ៍តូហ៊ូសេនសាឡាមីបានធ្វើជាប្រធាននៃអង្គការដ៏ទូលំទូលាយមួយដែលដំណើរការស្របទៅនឹងយោធារបស់អ៊ីរ៉ង់លោកជាប្រធានកងឆ្មាំបដិវត្តន៍រួមមានកងកម្លាំងគុតដែលបណ្ដុះបណ្ដាលនិងដឹកនាំកងកម្លាំងរណបនៅបរទេសរបស់អ៊ីរ៉ង់និងកងជីវពលបាស៊ីកដែលផ្ដោតលើការពង្រឹងសន្តិសុខក្នុងស្រុកសាឡាមីទៅបានតែងតាំងជាប្រធានកងឆ្មាំបដិវត្តន៍ក្នុងឆ្នាំ2019នេះបើយោងតាមសារព័ត៌មាន Associated Press គាត់បានចូលរួមក្នុងក្រុមនេះនៅដើមទសវត្សរ៍1980នៃសង្គ្រាមអ៊ីរ៉ង់និងអ៊ីរ៉ាក់ហើយបានក្រោកឡើងដើម្បីដឹកនាំកងទ័ពអាកាសរបស់ខ្លួន AP ក៏បានរាយការណ៍ថាគាត់បម្រើឥឡូវនេះកំពុងបម្រើការជាសំទោសពេលនោះគាត់កំពុងបម្រើការជាមេបញ្ជាការរងនៅពេលដែលគាត់ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកដឹកនាំបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់ប្រមុខកងកម្លាំងគុតដ៏មានឥទ្ធិពលគឺលោកកាសែមសូឡៃម៉ានីនៅក្នុងការវាយប្រហារដោយ drone នៅឆ្នាំ2020សាឡាមីបាននិយាយថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគួរតែដឹងថាប្រសិនបើពួកគេគំរាមកំហែងមេបញ្ជាការរបស់យើងគ្មានមេបញ្ជាការណាមួយរបស់ពួកគេនឹងស្វែងរកកន្លែងសុវត្ថិភាពនោះទេចឹងគឺលោកសាឡាមីហ្នឹងគឺគាត់ជាអនុរបស់សូឡៃម៉ានីហើយបានគាត់ឡើងជំនួសឥឡូវគាត់បានស្រាប់មួយទៀតលោកក៏បានបញ្ជាឲ្យបាញ់ drone និងមីស៊ីលផ្លោងជាង300គ្រាប់នឹងគ្រឿងទៅឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីខែមេសាឆ្នាំមុនបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់2នាក់និងមន្ត្រីយោធាផ្សេងទៀតនៅបរិវេណមួយក្នុងប្រទេសសេរីយោងទៅលើរបាយការណ៍ដែលអ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារលើអ៊ីរ៉ង់លោកសាឡាមីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន MERS របស់អ៊ីរ៉ង់ថាប្រទេសនេះបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់កលៈទេសៈស្ថានភាពនិងពេលវេលាទាំងអស់លោកបានមានប្រសាសន៍ថាយើងត្រៀមខ្លួនរួចជាស្រេចហើយនេះគឺជាការពិតដែលយើងបានរស់នៅជាប់ជាមួយអស់រយៈពេលជាច្រើនឆ្នាំពីព្រោះការរៀបចំសម្រាប់សង្គ្រាមគ្រប់កម្រិតគឺជាការងារនិងកាតព្វកិច្ចរបស់យើងឥឡូវនេះលោកសាឡាមីត្រូវបានជំនួសដោយឧត្តមសេនីយ៍ត្រីម៉ូហាម៉េតប៉ាក់ពួរបាទឥឡូវនេះគឺបានមួយទៀតបានជំនួសអញ្ចឹងគឺលោកសាឡាមីហ្នឹងគាត់មានប្រវត្តិតាំងពីដើមមកចង់សងសឹកជំនួសមេគាត់តាំងពីមុនមកឥឡូវនេះគឺមានអ្នកផ្សេងនៅជំនួសគាត់ទៅវិញទៅហើយមួយទៀតគឺឈ្មោះថាម៉ូហាម៉េតបាក់ដារីអត់មានរូបឲ្យទេពិបាកបញ្ចូលរូបពេកឧត្តមសេនីយ៍តូម៉ូហាម៉េតបាហ្គរីគឺជាប្រធានកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់និងជាអតីតយុទ្ធជននៃកងឆ្មាំបដិវត្តន៍ដែលបានរាយការណ៍ដោយផ្ទាល់ទៅកាន់មេដឹកនាំកម្ពុជាអាយ៉ាតូឡាអាលីខាមេនីអ៊ីបាទយោងតាមទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមគាត់បានដឹកនាំកងកម្លាំងប្រដាប់អាវុធតាំងពីឆ្នាំ2016
ហើយការងារដែលជាការចាប់អារម្មណ៍របស់គាត់រួមមានការពង្រីកថាមពលមីស៊ីលរបស់អ៊ីរ៉ង់ការអភិវឌ្ឍសង្គ្រាមតាមអ៊ីនធឺណិតនិងការជំរុញប្រតិបត្តិការឆ្លងព្រំដែនលោកត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍តូអាប់ឌុលរ៉ាហ៊ីមមូសាវីចឹងតែគេស្លាប់ហើយគឺមានអ្នកជំនួសហើយអ្នកទី3ដែលស្លាប់ដែរគឺឧត្តមសេនីយ៍ហ្គូឡាមអាលីរ៉ាឈីតអ្នកខ្លះហៅថាហ្គូឡាមីម៉ាលីអ្នកខ្លះហៅហ្គូឡាមម៉ាលីរ៉ាឈីតតែឈ្មោះធម្មតាគឺហ្គូឡាមអាលីរ៉ាឈីតគាត់ជាឧត្តមសេនីយ៍តូណាគាត់ទទួលខុសត្រូវក្នុងការសម្របសម្រួលប្រតិបត្តិការក្នុងចំណោមកងកម្លាំងយោធារបស់អ៊ីរ៉ង់នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់រ៉ាឈីតបានប្រយុទ្ធក្នុងសង្គ្រាមឆ្នាំ1980ជាមួយអ៊ីរ៉ាក់ហើយធ្លាប់ជានាយរងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោកត្រូវបានជំនួសដោយឧត្តមសេនីយ៍តូអាលីសាតម៉ានីវិញគឺជំនួសគាត់ហើយឧត្តមសេនីយ៍ទី4ដែលស្លាប់គឺឈ្មោះថាអាមៀអាលីហាជីហ្សាដេទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីការសម្លាប់លោកឧត្តមសេនីយ៍ត្រីអាមៀអាលីហាជីហ្សាដេដែលជាប្រធានកងកម្លាំងអាកាសរបស់កងឆ្មាំបដិវត្តន៍នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន MERS ដែលគាត់ហើយបានឲ្យដឹងថាគាត់បានដឹកនាំផ្នែកនេះអស់រយៈពេល16ឆ្នាំយោធាអ៊ីស្រាអែលបាននិយាយថាហាជីហ្សាដេនិងអ្នកក្រមបង្គាប់របស់គាត់បានបញ្ជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលកាលពីឆ្នាំមុនក្នុងឆ្នាំ2020លោកហាជីហ្សាដេបាននិយាយថាអង្គភាពរបស់គាត់បានទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង176នាក់កាលនោះមានជនជាតិអ៊ីរ៉ង់ដែរណានឹងបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់គាត់បាននិយាយថានៅពេលនោះមានការច្រឡំក្នុងការទំនាក់ទំនងគ្នាហើយអ្នកធ្វើប្រតិបត្តិការបាញ់កាំជួយនោះគឺមានពេលតែ10វិនាទីដើម្បីសម្រេចថាតើយន្តហោះដឹកអ្នកដំណើរឬក៏ជាយន្តហោះដែលគម្រាមកំហែងឬយ៉ាងណាគេអញ្ចឹងគឺសិតតែមានប្រវត្តិដែលគេតាមរកដែរហើយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរក៏បានសម្លាប់ដែរបើយោងតាមប្រភពព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់គឺអ្នកទាំងនោះរួមមានទី1 Faridun Abbasi Davani អតីតប្រធានអង្គការធម្មពលបរមាណូនៃប្រទេសអ៊ីរ៉ង់គឺគូក្បាលបរមាណូតែម្ដងទី2លោកមូហាម៉េតមេឌីតេរ៉ាន់ជីជាប្រធានសាកលវិទ្យាល័យ Islamic Azad ក្នុងទីក្រុងតេហេរ៉ង់ទី3អាប់ឌុលឡាមីតមីណូឆេប្រធានវិស្វកម្មនុយក្លេអ៊ែរនៅសាកលវិទ្យាល័យ Shahid Beheshti របស់អ៊ីរ៉ង់ទី4ឈ្មោះ Ahmed Reza Zolfagari ជាវិស្វសាស្ត្រាចារ្យវិស្វកម្មនុយក្លេអ៊ែរនៅសាកលវិទ្យាល័យ Shahid Beheshti ហើយនឹងទី5គឺ Amir Hossein Fegi ជាសាស្ត្រាចារ្យនុយក្លេអ៊ែរម្នាក់ទៀតនៅសាកលវិទ្យាល័យ Shahid Beheshti បាទសុទ្ធតែជាអ្នកដែលជំនាញខាងនុយក្លេអ៊ែរអញ្ចឹងអ្នកដែលស្លាប់អញ្ចឹងគឺខ្ញុំមិនមានរូបភាពអស់ហើយពិបាកនឹងទាញរូបភាពមកឲ្យមើលអញ្ចឹងគឺជូនប្រវត្តិប៉ុណ្ណេះអញ្ចឹងនៅមួយចំណុចទៀតគឺតើប្រតិបត្តិការរបស់ក្រុមចារកម្មរបស់អ៊ីស្រាអែលបានធ្វើយ៉ាងម៉េចនៅក្នុងការរៀបចំផែនការដើម្បីវាយពីខាងក្នុងប្រទេសអ៊ីរ៉ង់ដោយយករំសេវយក drone ទៅលាក់នៅទីនោះចាំខ្ញុំនឹងចែករំលែកជូននៅពេលក្រោយបាទសូមអរគុណសូមជម្រាបលាបាទការវិភាគពីប្រទេសអ៊ីស្រាអែលនេះគឺបានធ្វើឡើងនៅពេលព្រឹកព្រហៀមមានន័យថារំលងអាត្រិតថ្ងៃពហុឈានចូលដល់ថ្ងៃសុក្រហ្នឹងគឺអ៊ីស្រាអែលហ្នឹងបានបើកការវិភាគតែម្ដងទៅលើប្រទេសអ៊ីស្រាអែលក្នុងនោះគេសារព័ត៌មាននានាបានរាយការណ៍ថាអ៊ីស្រាអែលនឹងវិភាគទៅលើប្រទេសអ៊ីរ៉ង់ឆាប់បំផុតនៅថ្ងៃអាទិត្យសប្តាហ៍នេះក្រោយពេលដែលការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហ្នឹងវាមិនទទួលបានលទ្ធផលក៏ប៉ុន្តែភ្លាមព្រឹកឡើងនេះគឺអ៊ីស្រាអែលបានវិភាគទាំងព្រឹកព្រហៀមនៅថ្ងៃសុក្រនេះទៅលើនៅថ្ងៃសុក្រទៅលើប្រទេសអ៊ីស្រាអែលដោយវិភាគរលកទី1ដែលគេហៅថា opening strike ការវិភាគបើកច្រករបស់អ៊ីស្រាអែលគឺព្រឹកព្រហៀម
ផ្ដោតទៅលើទីក្រុងតេរ៉ង់និងតំបន់ជុំវិញក្នុងនោះគឺបើតាមការសរុបនៃការវាយប្រហាររបស់អ៊ីស្រាអែលកាលព្រឹកថ្ងៃសុក្រហ្នឹងគឺមានទីតាំងធំ8ទីតាំងប៉ុន្តែការវាយប្រហាររលកទី1រយៈពេលប្រមាណជាង1ម៉ោងគឺវាយប្រហារទៅលើទីក្រុងតេរ៉ង់តំបន់ជុំវិញទីក្រុងតេរ៉ង់ហើយតំបន់ហើយទីក្រុងមួយហៅអ៊ីហ្វាហាននៅភាគខាងត្បូងអ៊ីរ៉ង់និងទីក្រុងផ្សេងទៀតនៅប៉ែកអ៊ីសាននិងភាគខាងលិចរបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងការវាយប្រហារគោលដៅគឺការចាប់ផ្ដើមវាយប្រហារបើកផ្លូវនេះគឺអ៊ីស្រាអែលបានវាយប្រហារទៅលើមូលដ្ឋានយោធានានានិងទីតាំងរោងចក្រនុយក្លេអ៊ែរនៅទីក្រុងណាតាន់ដែលកន្លែងនឹងឯងជាទីក្រុងដែលជាទីតាំងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមធំជាងគេដែលអ៊ីរ៉ង់ដែលអ៊ីស្រាអែលហ្នឹងគឺបានវាយប្រហារទៅលើគោលដៅហ្នឹងហើយទីបញ្ជាការយោធានៅជុំវិញអ៊ីរ៉ង់ជុំវិញទីក្រុងតេរ៉ង់និងភាគខាងត្បូងអញ្ចឹងរលកទី1គឺវាយទៅក្នុងទីក្រុងតេរ៉ង់តំបន់ជុំវិញទីក្រុងតេរ៉ង់និងប៉ែកខាងត្បូងទីក្រុងតេរ៉ង់ការវាយប្រហាររលកទី2ទៅកាន់ភាគខាងលិចនិងភាគអ៊ីសានដែលជាទីតាំងនៃមូលដ្ឋានយោធាអ៊ីរ៉ង់2កន្លែងនិងជាមជ្ឈមណ្ឌលស្រាវជ្រាវអាវុធនុយក្លេអ៊ែរដ៏ធំរបស់អ៊ីរ៉ង់នៅទីនោះចឹងការវាយប្រហាររបស់អ៊ីស្រាអែលនេះបើតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបញ្ជាក់ថារលកទី1គឺការបើកផ្លូវនិងរលកទី2ដែលបិទបញ្ចប់ប្រើប្រាស់យន្តហោះ200គ្រឿងប៉ុន្តែក្នុងនោះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអ៊ីស្រាអែលថាគោលដៅរហូតដល់100ដែលវាយប្រហារប៉ុន្តែគាត់ថាគោលដៅខ្លះគឺសັບច្រាំច្រើនអញ្ចឹង8ទីតាំងស្ទើរតែខ្ទេចទាំងអស់ដូច្នេះតាមការបញ្ជាក់ពីខាងប្រទេសអ៊ីរ៉ង់គឺសារព័ត៌មានរដ្ឋនិងសារទីភ្នាក់ងារសារព័ត៌មានតាសស្នីមជាដើមបានរាយការណ៍ពីការស្លាប់មនុស្សជាច្រើនប៉ុន្តែមិនទាន់បានបញ្ជាក់ទេ